កសត្វកង្កែបកសត្វក្តាមកសត្វគោកសត្វកង្កក់កក្តារខៀនកសត្វក្តាន់អក្សរខសត្វខ្លាខខ្មៃដៃខខាតខខ្លាំងកសត្វគោកបង្ហោះគោមកគ្រប់បែកកគប់ដុំថ្មកគ្រប់ពេជ្រអក្សរខសត្វឃ្មុំខសាលាឃុំខឃុំខៀងខឃ្លៀងដាក់អីវ៉ាន់អក្សរងសត្វងាវងងាឥឡូវនេះយើងចាប់ផ្ដើមចូលមេរៀនដំបូងរបស់យើងថ្ងៃនេះអក្សរដែលយើងត្រូវរៀនដំបូងនោះគឺអក្សរកឧទាហរណ៍មានដូចជាពាក្យកង្កែបយំខ្លាំងនៅឯមាត់ស្រះបាទអ្នកគ្រូចូលដូតអក្សរបន្ទាប់គឺអក្សរខសត្វខ្លាឧទាហរណ៍ខ្លាស្រាយក្រហឹមរំពងពេញព្រៃអក្សរខសត្វខ្លាឧទាហរណ៍ខ្លាស្រែកក្រហឹមរំពងពេញព្រៃល្អណាស់សិស្សទាំងអស់គ្នាបន្តទៅទៀតគឺអក្សរគសត្វគោឧទាហរណ៍គោស៊ីស្មៅនៅចំការក្រោយផ្ទះខ្ញុំអានឡើងវិញទាំងអស់គ្នាអក្សរកសត្វកឧទាហរណ៍កស៊ីស្មៅនៅចំការក្រោយផ្ទះអក្សរខសត្វឃ្មុំឧទាហរណ៍ឃ្មុំហៅក្រេបផ្កាក្នុងសួនច្បារក្រោយផ្ទះខសត្វឃ្មុំឧទាហរណ៍ឃ្មុំហើរក្រេបផ្កាក្នុងសួនច្បារក្រោយផ្ទះតទៅទៀតគឺអក្សรงសត្វងាវឧទាហរណ៍ធីតារងាវក្នុងទឹកអានតាមអ្នកគ្រូទាំងអស់គ្នាអក្សរងាវឧទាហរណ៍ធីតារងាវក្នុងទឹកបន្ទាប់គឺអក្សរចសត្វចាបឧទាហរណ៍សត្វចាបស្រែកយំលឺមេឈឺសូមអានតាមអ្នកគ្រូអក្សរចសត្វចាបឧទាហរណ៍សត្វចាបស្រែកយំអក្សរបន្ទាប់គឺអក្សរឆសត្វឆ្មាឧទាហរណ៍សត្វឆ្មាស្រែកយំអានទាំងអស់គ្នាមិនទៀតអក្សរឆសត្វឆ្មាឧទាហរណ៍ឆ្មាស្រែកយំអក្សរបន្ទាប់គឺអក្សរជសត្វជ្រូកឧទាហរណ៍ធីតាដាក់ចំណីឲ្យជ្រូកអានម្ដងទៀតអក្សរជសត្វជ្រូកឧទាហរណ៍ធីតាដាក់ចំណីឲ្យជ្រូកអក្សរឈូផ្កាឈូកឧទាហរណ៍កញ្ញាបេះផ្កាឈូកយកទៅថ្វាយព្រះនិវត្តន៍អានទាំងអស់គ្នាម្ដងទៀតអក្សរឈផ្កាឈូកឧទាហរណ៍កញ្ញាបេះផ្កាឈូកយកទៅថ្វាយព្រះនិវត្តន៍ចូលមកអក្សរបន្ទាប់អក្សរញញដាំដែកអក្សរញដាំដែកតាមបន្តទៅគឺអក្សរដសត្វដំរីឧទាហរណ៍សត្វដំរីរស់នៅព្រៃជ្រៅឆ្ងាយពីមនុស្សអានតាមអ្នកគ្រូទាំងអស់គ្នាអក្សរដសត្វដំរីឧទាហរណ៍សត្វដំរីរស់នៅព្រៃជ្រៅឆ្ងាយពីមនុស្សល្អណាស់បន្តទៀតគឺអក្សរថមានដូចជាពាក្យស្ថានីយ៍ឧទាហរណ៍ស្ថានីយ៍រថភ្លើងអក្សរថស្ថានីយ៍
ឧទាហរណ៍ស្ថានីយ៍រថភ្លើង បន្តទៀតគឺអក្សរដូសត្វដុកឌឺឧទាហរណ៍ឪពុកខ្ញុំចិញ្ចឹមដុកឌឺថាតាមអ្នកគ្រូទាំងអស់គ្នាឲ្យខ្លាំងៗ អក្សរដសត្វដុកឌឺឧទាហរណ៍ឪពុកខ្ញុំចិញ្ចឹមដុកឌឺ ចូលដល់អក្សរបន្ទាប់អក្សរធោសត្វធាមិរា អក្សរធោសត្វធាមិរា ចូលដល់អក្សរបន្ទាប់គឺអក្សរណូសត្វអណ្ដើកឧទាហរណ៍សត្វអណ្ដើករស់នៅបានទាំងក្នុងទឹកនិងលើគោក អក្សរណូសត្វអណ្ដើកឧទាហរណ៍សត្វអណ្ដើករស់នៅបានទាំងក្នុងទឹកនិងលើគោក តាមបន្តទៅគឺអក្សរដសត្វដំរីឧទាហរណ៍សត្វដំរីរស់នៅព្រៃជ្រៅឆ្ងាយពីមនុស្សអានតាមអ្នកគ្រូទាំងអស់គ្នា